sự sinh nhật này ngày năm buổi giờ ban mà lên là sẵn tí để cho sản phẩm hai lần nâng cứ kê miền tăng bị bùa chả nên nhạc này hai là cứ kê bọn sang sóng rồi nhạc này khơi hai cứ nâng cả lại nốt cứ kê sang sóng sao thông mình đây nhạc này cứ miền tập phong thống sự không thay vì rồi chập cháp hai nâng miền nhiều từ cho mà lên chả hai sản phẩm không này đây cứ kê miền tăng bị bùa chỉ rụp hiệp cầm rong rụp hiệp chỉ trao để tự tôn cả vô sinh cream tự tôn cả rụp rụp bay cái đôi chỉ panty để dừng rụp bay khơi cái đôi chỉ rụp men khơi chẳng hạnហើយមានរូបភាពប្រជាពលរដ្ឋមានរូបភាពបងកងកម្លាំងប្រដាប់អាវុធអីផ្សេងៗពីចំនួនមុនក៏ដូចជាការធ្វើសង្គ្រាមការបាញ់គ្នាផ្សេងៗចឹងណាហើយរូបភាពទាំងអស់ហ្នឹងគឺសុទ្ធតែជារូបភាពដែល very emotional អ្នកគ្នាគឺឈឺចាប់ខ្លាំងមែនទែនហើយមានខ្ញុំឃើញមានបងប្អូនប្រជាពលរដ្ឋខ្មែរពីចំនួនមុនការអត់ឃ្លានក៏ដូចជាកំណត់ឆ្អឹងអីផ្សេងៗចឹងណាហើយតិចអ្នកគ្នាឃើញក្របបែកគឺមានច្រើនប្រភេទអ្នកគ្នាជាលើកទី1របស់ខ្ញុំទីគ្នាដែរបានមកឃើញក្របបែកមកមានដឹងពីដំណើរការបំផ្ទុះឬក៏ការរកឃើញអីផ្សេងៗចឹងណាដោយអ្នកគ្នាឃើញហើយតែនេះគឺជាក្របបែកដែលគេបង្ហាញថាវាមានប្រភេទខុសៗគ្នាមិនអីមិនចឹងណាយើងរកឃើញពេលណាឲ្យពេលណាទំនួលប្រមាណអីប្រមាណហ្នឹងអ្នកគ្នាសុទ្ធតែជាប្រភេទក្របបែកដែលគេបានរកឃើញគឺច្រើនខ្លាំងមែនទែនបើអ្នកគ្នាទៅឃើញនៅកន្លែងហ្នឹងអ្នកគ្នានឹងថានឹងមានអារម្មណ៍ដកក្នុងចិត្តអ្នកគ្នាដោយសារតាវា touch វាខ្ញុំមិនដឹងថារូបនិយាយអីត្រូវទេដឹងតែនឹងគឺយើងបានយល់ដឹងច្រើនពីគ្រឿងអាវុធអីផ្សេងៗជាច្រើនមែនទែនហ្នឹងណាហើយពួកយើងសប្បាយចិត្តមែនទែនដែលបានមកដល់លេងហើយក៏ដូចជាជួបលោកពូគឺគាត់ស្វាគមន៍យើងមែនទែនអ្នកគ្នាមិនដូចព្រួយបារម្ភថាគាត់អត់ស្វាគមន៍យើងគាត់កាយគាត់អីផ្សេងៗទេគឺអត់តែអ្នកគ្នាឲ្យតែប្រាប់គាត់មុនគាត់នឹងរៀបចំមកឲ្យអ្នកគ្នាស្វាគមន៍អ្នកគ្នាបានយ៉ាងល្អអញ្ចឹងណាហើយក៏គាត់ធួយើងមកគ្រប់ផ្សារទាំងអស់គឺគាត់បញ្យល់បានក្បោះក្បាយមែនទែនអញ្ចឹងណាហើយគឺគេមានជាក្របបែកក្របអីផ្សេងៗប៉ុន្តែអាហ្នឹងបើវាផ្ទុះរួចហើយអ្នកគ្នាមិនជាក្របបែកប្រភេទថ្មីអីទេមិនបាច់ភ័យខ្លាចអីទេអាចចាប់បានអាចប៉ះបានអញ្ចឹងណាប៉ុន្តែអត់ឲ្យលេងអីប្រែដោយសារតាខ្លាចខូចសមត្ថភាពផ្សេងៗហើយគេក៏មានជា TV show ដូចគ្នាដែរបង្ហាញពីវប្បធម៌របស់យើងហើយនៅកន្លែងនេះគឺមានរបស់របរពួកបងតាហ៊ានពីមុនណាគឺគាត់ពីការដៃពីការជើងដោយសារតាក្របបែកក្របមីនហើយក៏មានក្មេងៗគាត់ពីការដូចគ្នាដែរហើយពួកយើងចាប់អារម្មណ៍ច្រើនមែនទែនអ្នកគ្នាជាពិសេសសម្ភារៈយើងមានចំពីមកស៊ូមានជើងជ័រមានស្បែកជើងមានឯកសារនិយាយទៅមានឈើស្រាប់មានមួយសពអ្នកគ្នាហើយយើងបានឃើញយើងនឹងបានយល់ពីទស្សនវិជ្ជាប្រជាពលរដ្ឋឬក៏ស្ថានភាពពេលនឹងវាបែបមួយចឹងណាហើយនឹងការរកឃើញផ្សេងហើយនឹងខ្ញុំមិននឹកស្មានថាក្របបែកហ្នឹងវាមានច្រើនប្រភេទហើយការប្រើប្រាស់ខុសគ្នាទាំងអស់អ្នកគ្នាហើយនៅនឹងគឺធំមែនទែនអ្នកគ្នាគេរៀបកម្រងរហូតដល់15ហិកតាអញ្ចឹងគេមានបង្ហាញច្រើនហើយអនាគតទៅក៏គេមានជាការលក់វត្ថុអនុស្សាវរីយ៍ដែរហើយកន្លែងនេះខ្ញុំបង្ហាញអាសាធំហ្នឹងគឺគេនឹងយកការតាំងពីនឹងហើយការតាំងពីពន្ធដាក់កន្លែងទាំងអស់ទាំងវត្តសិទ្ធទាំងអីអញ្ចឹងសម្រាប់សាទៅគេនឹងរៀបចំលក់ជាវត្ថុអនុស្សាវរីយ៍ផ្សេងចឹងអ្នកគ្នាក្របបែកឃើញហើយឃើញក្របបែកហ្នឹងគឺធំខ្លាំងណាស់អញ្ចឹងវាក៏មានគ្រោះថ្នាក់ខ្លាំងដូចគ្នាដែរហើយអ្នកគ្នាកន្លែងក្របបែកទាំងអស់នេះគឺជាប្រភេទក្របបែកដែលគ្រោះថ្នាក់ខ្លាំងដូចគ្នាដែរនឹងធ្វើឲ្យកុមារគាត់ពិការក៏ដូចជាខ្វាក់ភ្នែកឬក៏កាត់មកអត់គ្រប់សភាវគតិអញ្ចឹងណាអញ្ចឹងទៅតាមពិតអានេះបើនិយាយពីដំណើរការខ្ញុំឮគាត់និយាយថាវាប៉ះពាល់ដោយសារតាវាបញ្ចេញឧស្ម័នពុលមួយយ៉ាងដែលនៅពេលដែលស្ត្រីគាត់មានផ្ទៃពោះឬក៏គាត់
ប៉ះជាមួយនឹងអូស្មန်នឹងគឺធ្វើឲ្យគាត់ខ្វាក់ភ្នែកធ្វើឲ្យគាត់កាត់កូនកាត់មកអត់គ្រប់ដៃអត់គ្រប់ជើងអញ្ចឹងណាជាបញ្ហាមួយដែលវាគ្រោះថ្នាក់ខ្លាំងហើយតែនេះគឺជាប្រដាប់អាវុធអីផ្សេងៗហើយគឺគេមានរូបភាពច្រើនមែនទែនអ្នកគ្នាយើងខ្ញុំនិយាយក៏អត់ដែរដោយសារតែវាច្រើនពេកខ្ញុំសង្ឃឹមអ្នកនេះបានតលេងនៅកន្លែងហ្នឹងហើយអរគុណលោកពូលោកអ៊ំមែនទែនដែលគាត់ស្វាគមន៍ពួកយើងយ៉ាងកក់ក្ដៅហើយយើងឃើញមានអាវុធច្រើនប្រភេទគ្រប់បែបគ្រប់យ៉ាងអ្នកគ្នាចង់បើសិនជាអ្នកគេគាត់ចង់ធ្វើតាហ៊ានធ្វើអ្នកថ្ងៃអនាគតអីចឹងគាត់អាចទៅលេងនៅកន្លែងហ្នឹងបានម្ដងក៏ល្អដែរអ្នកគ្នានឹងទទួលបានចំណេះដឹងជាច្រើនពីពួកគាត់ហើយនឹងដូចជាបានទៅមើលស្ថានភាពជាក់ស្ដែងដូចគ្នាអ្នកគ្នាពេលចូលទៅដល់គឺអ្នកគ្នានឹងមានអារម្មណ៍ថាដូចបានចូលក្នុងសម័យកាលមួយទៀតអញ្ចឹងហើយយើងទទួលបានសន្តិភាពគឺថ្ងៃទី29ធ្នូឆ្នាំ1998ចឹងជាថ្ងៃដែលយើងទទួលបានសន្តិភាពហើយពួកយើងពិតជាអរគុណលោកពូលោកអ៊ំដែលនៅទីនឹងមែនទែនដែលគាត់ខំមើលថែហើយនឹងការយកចិត្តទុកដាក់ក៏ដូចជារស់រាយតែចំពោះភ្ញៀវទេសចរទាំងนั้นណាហើយសង្ឃឹមអ្នកនេះទៅបានយល់ដឹងទាំងអស់គ្នាអញ្ចឹងនៅកណ្ដឹងគឺមានទីតាំងនៅបាកងដែលបីយើងជិះពីសៀមរាបទៅក្រុងសៀមរាបទៅប្រហែលជាតា30នាទីអ្នកគ្នាទៅដល់ហើយគឺអត់ឆ្ងាយទេអញ្ចឹងណាចឹងអ្នកគ្នាទៅ complete inform ឬក៏ប្រាប់គាត់ជាមុនផងហើយនៅនឹងគឺអត់ទាន់រៀបចំទេអត់ទាន់រៀបចំបានហើយ 100% ទេអញ្ចឹងអ្នកគ្នាបាយបាយអរគុណ